រឿង The Hobbit មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរឿងព្រះអង្គម្ចាស់ចិញ្ចៀនសាច់រឿងចាប់ផ្ដើមនៅពេល Bilbo Baggins ជិតឈានចូលខួបកំណើតអាយុ111ឆ្នាំ គាត់បានឲ្យក្មួយប្រុសរបស់គាត់ Frodo ទៅទទួល Gandalf ខណៈពេលដែលខ្លួនគាត់រង់ចាំមិត្តចាស់មកដល់ និងនឹកឃើញអំពីដំណើរផ្សងព្រេងកាលនៅក្មេងជាមួយក្រុមមនុស្សទឿ សាច់រឿងត្រូវតែត្រឡប់ទៅកាន់មជ្ឈមភពកាលពីយូរលង់ណាស់មកហើយ មានកុលសម្ព័ន្ធមនុស្សទឿមួយរស់នៅក្នុងនគរក្រោមដីដ៏អស្ចារ្យមួយឈ្មោះ Moria ដោយសារពួកគេលោភលន់ពេកក្នុងការជីករ៉ែ ពួកគេបានដាស់បារុតដែលជាអារក្សភ្លើងដ៏គួរឲ្យភ័យខ្លាចឲ្យភ្ញាក់ឡើង ហេតុនេះហើយ ពូជ Durin ត្រូវបង្ខំចិត្តធ្វើជាចំណាកស្រុកទៅកាន់ភាគខាងកើត បន្ទាប់ពីវង្វេងអស់រយៈពេលយូរ ពួកគេបានមកដល់ទីតាំងនៅភ្នំឯកោ ហើយបង្កើតនគរដ៏រុងរឿងបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សទឿ នៅពេលជីករ៉ែកាន់តែជ្រៅ ពួកគេបានរកឃើញមាស និងត្បូងមានតម្លៃរាប់មិនអស់ រហូតថ្ងៃមួយ ពួកគេបានរកឃើញអាកានឈុន ដែលជាត្បូងដ៏មានតម្លៃបំផុត និងត្រូវបានគេហៅថា ផ្កាយនៃភ្នំ ស្ដេចមនុស្សទឿច្រស្រឡាញ់ត្បូងនេះខ្លាំងណាស់ គាត់បានយកវាទៅតម្កល់លើរាជបល្ល័ង្កជានិមិត្តសញ្ញានៃអំណាចកំពូលរបស់រាជវង្ស Durin មនុស្សជាច្រើនបានមកទស្សនា និងសរសើរពន្លឺដ៏ស្រស់ស្អាតរបស់វា ដោយសារតែទ្រព្យសម្បត្តិដែលច្រប្រមូលបានមានច្រើនពេកទីបំផុត វាបានទាក់ទាញគ្រោះមហន្តរាយមកលើពួកគេ ភាគខាងជើងនៃមជ្ឈមភព មាននាគយក្សមួយឈ្មោះ ដែលស្រឡាញ់មាសដូចគ្នា ស្មោកបានបញ្ចេញអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ វាយប្រហារភ្នំឯកោ និងដណ្ដើមយកនគរមនុស្សទឿបានយ៉ាងឆាប់រហ័ស ចំណែកឯអាកិនស៊ុន ក៏បានបាត់ខ្លួនទៅក្នុងគំនរមាសដ៏ធំនោះផងដែរ មនុស្សទឿមិនអាចតស៊ូបានទេ ហើយត្រូវបង្ខំចិត្តរត់គេចចេញពីស្រុកកំណើតរបស់ខ្លួន ទោះជាស្ដេច Eärendil បានឃើញហេតុការណ៍ទាំងអស់នេះក៏ដោយ ក៏គាត់ជ្រើសរើសមិនជួយអ្វីឡើយ ភាពព្រងើយកន្តើយនេះបានធ្វើឲ្យ Thorin ដែលជាម្ចាស់ព្រះអង្គមនុស្សទឿវ័យក្មេង មានការស្អប់ខ្ពើមចំពោះជាតិ Elf យ៉ាងខ្លាំង នៅទីបំផុត ស្មោកបានកាន់កាប់ទ្រព្យសម្បត្តិទាំងអស់ ខណៈពេលដែលមនុស្សទឿត្រូវរស់នៅជាជនភៀសស្ថិតខ្លួន ប៉ុន្តែស្ដេចច្រមិនព្រមដោះលែងឡើយ គាត់បានប្រមូលទ័ពដើម្បីដណ្ដើមយក Moria មកវិញ ហើយប្រើវាជាមូលដ្ឋានសម្រាប់វាយដណ្ដើមយកភ្នំឯកោវិញ តែពេលនោះនៅ Moria មិនត្រឹមតែមានបារុតប៉ុណ្ណោះទេ ថែមទាំងមានកងទ័ព Orcs ជាច្រើនកាន់កាប់